អិនចនគុនប្រូតារាចម្រៀងព្រៀបសវត្តនោះមិត្តបរទេសច្រៀងឬប្រូពីទុកលំបាកកម្ពុជារងការឈ្លានពានពីថៃឲ្យពិភពលោកបានដឹងអិនចនគុនប្រូតារាចម្រៀងព្រៀបសវត្តកំពុងរស់នៅទឹកដីអាមេរិកបាននាំមិត្តបរទេសចំនួន4នាក់ច្រៀងចម្រៀងឬប្រូពីទុកលំបាកកម្ពុជាដែលកំពុងរងគ្រោះពីការឈ្លានពានពីថៃទោះបីជាកន្លងមកអិនចនដែលជាកូនប្រុសទី2របស់កម្ពុជាតារាចម្រៀងព្រៀបសវត្តទទួលរងនឹងការរិះគន់ខ្លះៗពីការចេញបទចម្រៀងខុសពេលវេលាក្តីតែពេលនេះលោកទទួលបានការសរសើរច្រើនបន្ទាប់ពីបានចូលរួមផ្សព្វផ្សាយបញ្ហាប្រទេសជាតិបង្ហាញទៅកាន់អន្តរជាតិនិងបួងសួងសូមឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពតាមរយៈវីដេអូចម្រៀងខ្លីដែលអិនចនបានបង្ហោះនៅលើ Facebook របស់ខ្លួនកាលពីពេលថ្មីនេះលោកបានដឹកនាំមិត្តភ័ក្តិបរទេសចំនួន4នាក់ច្រៀងចម្រៀងឬប្រួពីទុកលំបាករបស់កម្ពុជាដែលរងគ្រោះដោយសារការឈ្លានពានពីថៃដើម្បីបង្ហាញទៅកាន់ពិភពលោកឲ្យបានដឹងថាកម្ពុជាត្រូវការសន្តិភាពក្រៅពីច្រៀងចម្រៀងរួមគ្នាផុតចម្រៀងនេះអិនចនក៏បានចូលរួមជាថវិកាពីចម្ងាយចំនួន$1000ដើម្បីជួយដល់កងទ័ពនិងបងប្អូនពិសឹកដែលកំពុងរត់ភៀសខ្លួនរកកន្លែងសុវត្ថិភាពបន្ទាប់ពីរងគ្រោះដោយសារការវាយប្រហាររបស់កងទ័ពសៀម